ើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាអ្នកភូមិទាំងអស់ប្រមូលផ្ដុំមកកាន់ផ្ទះរបស់ខ្ញុំសូមស្ដាប់ណាក្រោយរូបព្រះបដិមាដ៏មានតម្លៃមួយបានបាត់ពីក្នុងភូមិហើយពួកយើងសង្ស័យថាអ្នកបានលួចវាផ្ទះរបស់កយហើយនៅក្នុងបន្ទប់មួយពួកគេបានរកឃើញរូបបដិមាដែលដិនរាជបានដាក់រូបបដិមាដោយស្ងៀមស្ងាត់នៅទីនោះគាត់បានលួចរូបបដិមានៅក្នុងវត្តក្នុងភូមិហើយឥឡូវអ្នកទាំងពីរនេះអាចបញ្ជាក់អ្នកបានតាអ៊ីសីបានបិទភ្នែកនិងបានសមាធិមួយសន្ទុះទឹកបានចាប់ផ្ដើមមានរលកហើយត្រីវេទមន្តបានលេចចេញមកខ្ញុំនឹងបង្ហាញភាពស្មោះត្រង់របស់ខ្ញុំនៅក្នុងភូមិមានការឆោឡោរូបព្រះបដិមានៅក្នុងវត្តបានបាត់ខ្លួនប្រជាជននៅក្នុងភូមិបានចាប់ផ្ដើមប្រមូលផ្ដុំនិងចាប់ផ្ដើមពិភាក្សាគ្នាបងប្អូនអើយតើអ្នកណាជាជនអាក្រក់ដែលលួចរូបព្រះបដិមានៅក្នុងភូមិយើងឮថាមនុស្សមួយចំនួនមានសេចក្តីសង្ស័យទៅលើផ្ទះកយនៅពេលនោះដិនរាជបានមកដល់ហើយចាប់ផ្ដើមបញ្ចុះបញ្ចូលចាក់ចោចអ្នកនៅក្នុងភូមិអូអ្នកទាំងអស់គ្នាប្រកាសជាមិនដឹងទេថាកយមនុស្សដែលអ្នកតែងតែគិតថាស្មោះត្រង់នោះមែនទេគាត់ជាអ្នកលួចរូបព្រះបដិមាចាប់តាំងពីគាត់មានទ្រព្យសម្បត្តិមកកយបានផ្លាស់ប្ដូរហើយគាត់មិនស្មោះត្រង់ទេហើយគាត់មិនភ័យខ្លាចអំពើបាបនោះទេតើអ្នកកំពុងនិយាយអ្វីហេតុអ្វីបានជាកយធ្វើបែបនេះអំណាចនៃទ្រព្យសម្បត្តិបានបិទភ្នែកគាត់ហើយគាត់បានប្រមូលទ្រព្យសម្បត្តិជាច្រើនដល់ឋានៈរូបព្រះបដិមាក៏មិនលើកលែងដែរដោយភាពស្មោះត្រង់ខ្ញុំស្ទើរតែសឹងមិនជឿថាវាជាការពិតទៅហើយតែបើសិនបើអ្នកមិនជឿទេសូមធ្វើរឿងមួយស្វែងរកក្នុងផ្ទះរបស់កយទៅនោះនឹងលាតត្រដាងអ្វីគ្រប់យ៉ាងហើយប្រជាជនត្រូវខ្លាំងណាស់វាជាការផ្ដល់យោបល់ដល់ត្រឹមត្រូវខ្លាំងបំផុតហើយដិនរាជនិងប្រជាជនបានទៅដល់ផ្ទះរបស់កយពេលឃើញមនុស្សជាច្រើនកយបានសួរជាមួយភាពភ្ញាក់ផ្អើលថាតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាអ្នកភូមិទាំងអស់ប្រមូលផ្ដុំមកកាន់ផ្ទះរបស់ខ្ញុំសូមស្ដាប់ណាក្រោយរូបព្រះបដិមាដ៏មានតម្លៃមួយបានបាត់ពីក្នុងភូមិហើយពួកយើងសង្ស័យថាអ្នកបានលួចវាតើអ្នកកំពុងនិយាយអ្វីទៅតើអ្នកយល់ថាខ្ញុំលួចរូបព្រះបដិមាបានយ៉ាងដូចម្ដេចខ្ញុំមានប្រាក់ចាយហូរហៀរណាស់ទៅហើយហេតុអ្វីបានជាខ្ញុំមានចិត្តអាក្រក់លួចរូបព្រះបដិមាបើអ្នកពិតជាមិនខ្វះអ្វីទេមិនមានបញ្ហានោះទេតើអាចឲ្យពួកយើងស្វែងរកក្នុងផ្ទះរបស់អ្នកបានដែរទេប្រកាសជាបានវាពិតជាល្អខ្លាំងណាស់ខ្ញុំមិនដែលបដិសេធក្នុងការស្វែងរកទេសូមបងប្អូននៅក្នុងភូមិចូលទៅស្វែងរកចុះដិនរាជនិងអ្នកភូមិបានស្វែងរកក្នុងផ្ទះរបស់កយហើយនៅក្នុងបន្ទប់មួយពួកគេបានរកឃើញរូបបដិមាដែលដិនរាជបានដាក់រូបបដិមាដោយស្ងៀមស្ងាត់នៅទីនោះដោយអ្នកបម្រើរបស់គាត់មើលទៅខ្ញុំបានរកឃើញហើយនេះគឺជាមុខមាត់ពិតរបស់គាត់ហើយគាត់មិនមែនជាមនុស្សស្មោះត្រង់នោះទេគាត់ងប់ងល់ជាមួយមាសប្រាក់ពេកដល់ថ្នាក់គាត់បានលួចរូបបដិមាសូមអ្នកទាំងអស់គ្នាមើលទៅដិនរាជបានដាក់រូបបដិមាក្នុងផ្ទះរបស់កយអ្នកភូមិបានខកចិត្តហើយចាក់ចេញពីផ្ទះរបស់គាត់ពួកគេគិតថាគាត់ជាអ្នកលួចរូបព្រះបដិមាយប់នោះដែរដិនរាជបានទៅបឹងនៅជិតមាត់ទន្លេនោះម្ដងទៀតដោយមកជាមួយសាក្សី2នាក់អូត្រីវេទមន្តចាញ់មកខ្ញុំមានរឿងពិតដែលចង់ប្រាប់អ្នកគាត់បានលួចរូបបដិមានៅក្នុងវត្តក្នុងភូមិហើយឥឡូវអ្នកទាំងពីរនេះអាចបញ្ជាក់អ្នកបានវាជាការពិតហើយពេលដែលយើងបានឃើញរូបបដិមានៅក្នុងផ្ទះកយយើងមិនជឿថាគាត់អាចជាអ្នកលួចនោះទេប៉ុន្តែវាជាការពិតទៅហើយនៅក្នុងចិត្តគាត់ពោពេញទៅដោយចិត្តលោភលន់និងមិនស្មោះត្រង់នោះទេក្នុងពេលនោះដែរអ្នកភូមិបាននាំកយទៅកាន់ទឹកបឹងនោះផងដែរ
ទឹកមុខរបស់កយបង្ហាញពីភាពអន់ចិត្តជាខ្លាំងនេះក៏ជាផ្នែកមួយនៃផែនការអាក្រក់របស់ដិនរាជគាត់បានប្រាប់រឿងគ្រប់យ៉ាងអំពីត្រីវេទមន្តបានមើលទៅកាន់កយហើយបាននិយាយថាមិនពិតទេមិត្តសម្លាញ់ពួកគេកំពុងបំភ្លៃការពិតហើយខ្ញុំមិនបានធ្វើបែបនេះទេតែអ្នកភូមិទាំងមូលកំពុងចោទថាអ្នកបានធ្វើវាគាត់កំពុងនិយាយកុហកហើយគាត់ព្យាយាមការពារខ្លួនបន្ទាប់ពីលួចរូបបដិមាគាត់ជាមនុស្សកុហកត្រីវេទមន្តបានបាត់បង់ទំនុកចិត្តទៅលើកយអ្នកបានធ្វើឲ្យខ្ញុំខកចិត្តទៅលើអ្នកខ្លាំងណាស់កយខ្ញុំនឹងយកមាសប្រាក់កែវកងគ្រប់យ៉ាងចេញពីអ្នកវិញត្រីវេទមន្តបានយកអ្វីគ្រប់យ៉ាងត្រឡប់មកវិញទាំងអស់ផ្ទះដ៏អស្ចារ្យរបស់កយបានបំលែងទៅជាខ្ទមតូចវិញមាសនិងប្រាក់បានបំលែងទៅជាធូលីដីកយត្រូវបានប្រែក្លាយទៅជាអ្នកនេសាទត្រីក្រីក្រឡើងវិញអ្នកភូមិមិនទទួលស្គាល់គាត់ទៀតនោះទេមើលទៅទេវតាបានដាក់ទោសគាត់ហើយនៅពេលដែលគាត់មានទ្រព្យសម្បត្តិច្រើនចិត្តរបស់គាត់ក៏បានផ្លាស់ប្ដូរទៅដែរហើយឥឡូវនេះព្រះបានបង្រៀនមេរៀនទៅគាត់ហើយឥឡូវគាត់ត្រឡប់ទៅជាអ្នកនេសាទត្រីវិញហើយកយឈរដោយស្ងៀមស្ងាត់ហើយអោនមុខចុះក្រោមដោយស្រក់ទឹកភ្នែកប៉ុន្តែគ្មាននរណាយល់ពីគាត់នោះទេនៅថ្ងៃមួយកយកំពុងអង្គុយខាងក្រៅខ្ទមរបស់គាត់ជាមួយនឹងភ្នែកស្រងត់ស្រងាត់និងភាពអស់សង្ឃឹមបង្ហាញនៅលើមុខរបស់គាត់អ្នកភូមិមើលទៅគាត់ដោយការមិនពេញចិត្តពេលនោះមានលោកតាអេសីម្នាក់ឃើញគាត់ពីចម្ងាយគាត់បានធ្វើដំណើរយ៉ាងយឺតឆ្ពោះទៅក្នុងភូមិលោកតាអេសីបានមើលឃើញកយដោយឃើញស្ថានភាពរបស់កយលោកតាអេសីបានឈប់មកជិតនិងសួរគាត់ថាហៅណែចៅមនុស្សតើអ្នកជានរណាហេតុអ្វីបានជាមានទឹកមុខមានទុក្ខសោកខ្លាំងយ៉ាងនេះកយបានងើយមុខឡើងនិងបានឆ្លើយថាបាទលោកតាខ្ញុំឈ្មោះកយគឺជាអ្នកនេសាទត្រីដ៏ក្រីក្រម្នាក់ហើយតើហេតុអ្វីបានជាអ្នកមានទឹកមុខទុក្ខសោកខ្លាំងយ៉ាងនេះកយបាននិយាយរឿងទាំងមូលប្រាប់ដល់លោកតាអេសីពីរឿងត្រីវេទមន្តនិងការយល់ច្រឡំពីអ្នកដែលស្អប់គាត់ពួកគេបានទៅដល់បឹងនៅជិតមាត់ទន្លេមួយលោកតាអេសីបានស្ដាប់យ៉ាងប្រុងប្រយ័ត្នគ្រប់ពាក្យហើយអ្នកភូមិមិនទទួលស្គាល់គាត់និងមិនទុកចិត្តគាត់នោះទេវាជាការពិតចេញពីកែវភ្នែករបស់អ្នកប៉ុន្តែត្រីវេទមន្តគ្រាន់តែជាត្រីវេទមន្តតែប៉ុណ្ណោះនៅពេលដែលមានផុសតាងនិងអ្នកភូមិទាំងមូលប្រឆាំងអ្នកមនុស្សល្អក៏ត្រូវគេបោកប្រាស់បានដែរណាកយប៉ុន្តែយើងបានឃើញការពិតនៅក្នុងចិត្តអ្នកទៅហើយប៉ុន្តែគាត់មិនជឿខ្ញុំនិយាយតតែសោះតែមិត្តដែលខ្ញុំគោរពស្រឡាញ់ធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងដូចម្ដេចកុំបារម្ភអីមកជាមួយយើងមកយើងនឹងទៅជួបត្រីវេទមន្តនោះជាមួយគ្នាណាយើងនឹងប្រាប់ត្រីវេទមន្តនោះថាអ្នកមិនបានបោកប្រាស់ទេមកទៅជាមួយតាណាកយបានទៅជាមួយលោកតាអេសីពួកគេបានទៅដល់បឹងនៅជិតមាត់ទន្លេមួយលោកតាអេសីបានបិទភ្នែកនិងបានសមាធិមួយសន្ទុះទឹកបានចាប់ផ្ដើមមានរលកហើយត្រីវេទមន្តបានលេចចេញមកតើអ្នកស្គាល់កយនេះទេគាត់គឺជាមិត្តរបស់អ្នកណាអ្នកដែលអ្នកបកគលមានប្រាក់ឲ្យនោះតែហើយលោកតាប៉ុន្តែគាត់បានលួចរូបបដិមានៅក្នុងភូមិអ្នកត្រូវបានគេបោកប្រាស់ហើយស្ដេចត្រីវេទមន្តអើយកយគឺជាមនុស្សស្មោះត្រង់អ្នកបានជឿលើផុសតាងមិនពិតនិងស្ដាប់អ្នកភូមិដែលត្រូវបានគេបោកប្រាស់ផងដែរត្រីវេទមន្តបានឈប់គិតហើយបាននិយាយថាខ្ញុំយល់ហើយលោកតាអញ្ចឹងកយត្រូវធ្វើការសាក់លបងលក្ខខណ្ឌ2បើសិនបើគាត់ជោគជ័យខ្ញុំនឹងអត់អោនទោសមិនត្រឹមតែប៉ុណ្ណោះខ្ញុំនឹងផ្ដល់រង្វាន់ដ៏មានតម្លៃបំផុតសម្រាប់គាត់ផងដែរយល់ព្រមត្រីវេទមន្តខ្ញុំនឹងបង្ហាញភាពស្មោះត្រង់របស់ខ្ញុំ
សម្រាប់ការសាកល្បងដំបូងកយត្រូវតែមិនយកចិត្តទុកដាក់នឹងពាក្យសម្ដីអ្នកភូមិដែលចាត់ប្រកាន់និងបន្តជួយអ្នកក្រីក្រដោយគ្មានការរំពឹងពីរង្វាន់ទុកមុននោះទេសម្រាប់ការសាកល្បងលើកទី2គាត់ត្រូវចំណាយពេលពេញមួយយប់មិនបរិភោគអាហារប៉ុន្តែគាត់មិនត្រូវឲ្យអ្នកភូមិណាម្នាក់ឆ្លងផុតពីផ្ទះរបស់គាត់ដោយគ្មានអាហារឬទឹកនោះទេ